ចាសសូមជម្រាបសួរអ្នកទាំងអស់គ្នាតែអ្នកទាំងអស់គ្នាចូលចិត្តដុតនំប៉័ងដែរឬទេចាការដុតនំប៉័ងរៀងចំណាយពេលយូរនិងមានដំណាក់កាលច្រើនហើយត្រូវការប្រហែលជា3ម៉ោងដើម្បីដុតបាននំប៉័ងមួយប្រភេទចាសម្រាប់អ្នកដែលចង់រៀនដុតនំប៉័ងដំបូងអាចចាប់ផ្ដើមរៀនពីការដុតនំស្គរនេះទៅក៏បានដែរដោយសារការដុតនំស្គរនេះគឺទាមទារឲ្យមានការព្រៀងទុករៀងងាយហើយនឹងដំណាក់កាលងាយស្រួលយល់ជាងការដុតនំប៉័ងហើយរយៈពេលនៃការត្រៀមក៏ខ្លីជាងការដុតនំប៉័ងផងដែរចាតោះឥឡូវយើងមកមើលពីរបៀបនៃការដុតនំស្គរនេះទាំងអស់គ្នាហើយគ្រឿងផ្សំវិញគឺយើងត្រូវការម្សៅ all purpose flour ចំនួន200ក្រាមស្ករស30ក្រាមអំបិលបន្តិចបន្តួច baking powder 8ក្រាមប៊ឺសាប50ក្រាមទឹកដោះគោស្រស់100ក្រាមចាយើងថ្លឹងគ្រឿងផ្សំទាំងអស់នេះលើកលែងតែទឹកដោះគោឲ្យបានត្រឹមត្រូវតាមបរិមាណដែលត្រូវការរួចដាក់នៅក្នុងចានគោមួយដាក់ចូលក្លាសេក្នុងទូទឹកកកប្រហែលជា1ម៉ោងដើម្បីឲ្យគ្រឿងផ្សំទាំងនេះត្រជាក់ល្អចាការដាក់គ្រឿងផ្សំឲ្យត្រជាក់សិនចាំយកទៅក្លុកនេះគឺដើម្បីឲ្យនំឡើងល្អនៅពេលដែលយើងដុតចាបន្ទាប់ពីគ្រឿងផ្សំនេះត្រជាក់ហើយយើងយកមកដាក់ក្នុងម៉ាស៊ីនក្លុកម្សៅបើយើងមានម៉ាស៊ីនសម្រាប់វាយម្សៅគឺយើងក្លុកក្នុងម៉ាស៊ីនវាយម្សៅនៅពេលដែលយើងក្រឡុកគឺយើងក្លុកចែកជាដំណាក់កាលតូចៗខ្លីៗដើម្បីកុំឲ្យប៊ឺម៉ត់ពេកនៅពេលដែលប៊ឺម៉ត់ពេកគឺនំនេះអត់សូវឡើងទេចាយើងក្លុកម្សៅនេះប្រហែលជា15វិនាទីចំនួន4ដងបន្ទាប់មកគឺយើងចាក់ទឹកដោះគោស្រស់100មីលីលីត្រចូលហើយយើងក្លុកម្សៅនេះឲ្យស្អិតល្អទៅជាមួយដុំស្អិតចូលគ្នាចាយើងក្លុកជាមួយនឹងទឹកដោះគោសព្វចូលគ្នាហើយម្សៅនេះឡើងមួយដុំស្អិតចូលគ្នាបែបនេះហើយគឺយើងយកមកលាតជាបន្ទះប្រហែលជាកម្រាស់2សង់ទីម៉ែត្រចានៅពេលនេះគឺមានដំណាក់កាលដ៏សំខាន់មួយដែលខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាគឺការលាបម្សៅកាត់ម្សៅដាក់ត្រួតលើគ្នាឲ្យបាន3ដងការធ្វើបែបនេះគឺធ្វើឲ្យនំដែលយើងដុតចេញមកគឺមានស្រទាប់ដូចនៅក្នុងរូបបែបនេះចារបៀបធ្វើវិញគឺយើងលាបម្សៅឲ្យទៅជាកម្រាស់ប្រហែលជា2សង់ទីម៉ែត្របន្ទាប់មកយើងយកកាំបិតមួយកាត់ម្សៅនេះជា2ចំណែករួចយើងយកចំណែកទាំងពីរនេះដាក់ត្រួតលើគ្នាបន្ទាប់មកគឺយើងលាបម្សៅម្ដងទៀតកាត់ជា2ចំណែករួចយកចំណែកទាំងពីរនេះដាក់ត្រួតលើគ្នារួចយើងលាបម្សៅម្ដងទៀតគឺធ្វើបែបនេះចំនួន3ដងចាម្សៅដែលយើងលាតកាត់ដាក់ត្រួតលើគ្នាធ្វើបែបនេះបាន3ដងហើយជាចុងក្រោយយើងយកម្សៅនេះដាក់ទៅក្នុងទូទឹកកកលើ1ម៉ោងឬក៏ដាក់មួយយប់មុននឹងយើងយកកាត់ដុតដាក់ក្នុងឡចាការខ្លះសេម្សៅដែលយើងលាយហើយនៅក្នុងទូទឹកកក1ម៉ោងឬក៏មួយយប់ឡើងទៅនេះគឺដើម្បីឲ្យម្សៅនេះក៏ស្រទាប់ម្សៅដែលគេហៅថា gluten layer បានល្អដល់ពេលដុតគឺយើងយកម្សៅនេះចេញពីទូទឹកកកកាត់ជា8ដុំឬក៏កាត់ជាមូលទៅតាមចំណង់ចំណូលចិត្តរួចដាក់ចូលទៅក្នុងឡដុតក្នុងកម្ដៅ200អង្សាសេរយៈពេល15ទៅ20នាទីចានំនេះគឺដុតហើយបន្ទាប់ពី15នាទីបើយើងមើលទៅរៀងនៅស្ទើរយើងអាចថែម5នាទីទៀតក៏បានដែរចានំដែលឆ្អិនល្អហើយធ្វើទៅតាមដំណាក់កាលសំខាន់ដោយដែលនាងខ្ញុំបានជម្រាបខាងមុខគឺនំដែលដុតហើយគឺប្រេះឡើងស្រទាប់បែបនេះចាឆ្អិនហើយបន្ទាប់មកគឺនាងខ្ញុំទុកឲ្យត្រជាក់បន្ទាប់មកគឺនាងខ្ញុំខ្ចប់ខ្លះដើម្បីធ្វើជាបាយថ្ងៃត្រង់ឲ្យកូនយកទៅសាលាហើយខ្លះទៀតគឺធ្វើជាអាហារពេលព្រឹកពេលខ្លះនាងខ្ញុំក៏ធ្វើជាអាហារសម្រន់ផងដែរសូមអរគុណដែលបានទស្សនាវីដេអូនេះរហូតដល់ចប់សូមជម្រាបលា